សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនពីរបៀបនៃការបង្កើតឈ្មោះបុគ្គលិកដើម្បីធ្វើការបង្កើតឈ្មោះបុគ្គលិកជាដំបូងលោកអ្នកត្រូវចូលទៅក្នុង module employee ចុចនៅលើពាក្យ employee ចុចទៅលើប៊ូតុង create សម្រាប់លេខកូដលោកអ្នកអាចធ្វើការបំពេញដោយផ្ទាល់ឬអាចរំលងនោះ system នឹងធ្វើការចាប់លេខកូដជូននៅស្វ័យប្រវត្តិធ្វើការបំពេញឈ្មោះបុគ្គលិករបស់លោកអ្នកនៅក្នុងប្រអប់ first name និង last name បំពេញថ្ងៃខែឆ្នាំកំណើតនៅក្នុង birth of date ជ្រើសរើស page បំពេញលេខ ID number ជ្រើសរើសការិយាល័យ department section និងមុខតំណែងសម្រាប់បុគ្គលិកបន្ទាប់មកធ្វើការបំពេញលេខទូរស័ព្ទ email និងទម្រង់ email សម្រាប់ធ្វើការផ្ញើចេញបន្ទាប់មកបំពេញអាសយដ្ឋានផ្ទាល់ខ្លួនរបស់បុគ្គលិករួចចុចនៅលើប៊ូតុង save លោកអ្នកអាចធ្វើការកែព័ត៌មានឈ្មោះបុគ្គលិករបស់លោកអ្នកដោយចុចទៅលើសញ្ញារូបប៊ិចឬចុចទៅលើសញ្ញាធុងសំរាមដើម្បីធ្វើការលុបចេញ